នេះត្រកួនមករងខាងនេះទៀតគឺកូនស្ពៃកញ្ញាញ់ស្ពៃជើងទានេះស្លាត់កូនស្លាត់យើងណានេះចាប់ផ្ដើមដាក់ជីស្លឹកខ្ទឹមនេះជីក្រុមមុខយើងពុំដាក់រុយនេះគឺកូនទីចឹងដាក់មួយថ្នាលទៅទុកនេះហើយចំណែកនេះទៀតទូចមករងទៀតហ្នឹងយើងហូបដាក់គ្នារហូតបាទខាងនេះគឺស្ដែកគោអញ្ចឹងទៅដាក់ត្រេងរួចហើយថ្ងៃនេះយើងហត់បន្តិចហើយដាក់ត្រេងហើយខាងនេះទៀតគឺប្រភេទត្រសក់យើងបាទនេះទៅត្រសក់យើងហើយនេះយូសក់យើងដាំមកថ្នាលលេងទៅសក់យើងហូរដល់ចាប់ពីនេះទៅគឺមករះបាទកូនមករះយើងចប់មករះទៅហើយដល់ទ្របយើងបាទទ្របស្រួយទ្របអីនេះដល់នេះគឺវាអលឹកយើងបាទនេះតែអលឹកទៀតហើយអូខែ1ខែ2ខែ3បានហូបហើយនេះឆ្លោះលោកល្អណាស់នេះទៅដល់ទ្របយើងក្នុងថ្នាលយើងអានេះសក់មកគុំដែរច្រឡំជាមួយនឹងអលឹកដាំខោចេះទេអានេះជាប់គ្នារហូតនេះអូហ្នឹងហើយអរគុណ